ជំរាបសួរលោកស្រីបងប្អូនកូនចៅនិងសិស្សគុណទាំងអស់បុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងបានកន្លងហួសទៅហើយលោកគ្រូជឿថាទាំងអស់គ្នាសុខសប្បាយហើយបានជួបជុំក្រុមគ្រួសារបងប្អូនកូនចៅនិងមិត្តភ័ក្តិទាំងអស់ហើយបាទដើម្បីចូលរួមថ្ងៃទី1បាទថ្ងៃទី1នៃការចាប់ផ្ដើមឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនេះលោកគ្រូនឹងជូនប្រធានបទថ្មីមួយទៀតគឺផ្ទះដែលប្រឈមនឹងបំណុលក្តីក្តាំតើហេតុអីបានជាយើងត្រូវជាប់បំណុលហើយកើតក្តីក្តាំរឿងទី1បាទយើងត្រូវការធ្វើអាជីវកម្មពង្រីកអាជីវកម្មក៏ទៅខ្ចីបុលគេដើម្បីបង្គ្រប់បន្ថែមទៅលើតម្រូវការរបស់យើងទី2បំណុលចាស់មិនទាន់បានសងត្រូវពេលសងយើងក៏ទៅរកបំណុលថ្មីដើម្បីទៅសងបំណុលចាស់ទី3ដោយសារយើងចំណូលមិនគ្រប់គ្រាន់អាជីវកម្មយើងវារអាក់រអួលមិនដើរលហើយយើងខ្វះថវិកាចាត់ចែងក្នុងគ្រួសារយើងក៏ទៅខ្ចីបុលគេមកបាទគ្មានប្រាក់បាទគ្រប់គ្រាន់នឹងសងគេក៏វាកើតរឿងក្តីក្តាំហេតុធំទី2ដោយសារយើងមានប្រាក់ឲ្យគេខ្ចីទៅចិត្តទន់បាទគ្មានហេតុផលចេះតែអាណិតគេបាទក៏ឲ្យគេខ្ចីទៅដល់គេមិនសងក៏កើតរឿងក្តីក្តាំដូចគ្នាតើផ្ទះយើងសាងខុសបែបណាដែលបណ្ដាលឲ្យកើតរឿងបំណុលនិងក្តីក្តាំបើបងប្អូនត្រូវប្រឈមនឹងបំណុលក្តីក្តាំបាទគួរតែតាមដានមើលតើផ្ទះយើងសាងសង់ខុសរបៀបណាបាទទី1មូលហេតុដ៏ធំបំផុតទី1គឺបន្ទប់ទឹកបង្គន់នៅក្រៅផ្ទះសង្កេតមើលទៅតែបន្ទប់ទឹកបង្គន់បាទនៅក្រៅផ្ទះវាត្រូវប្រឈមនឹងបំណុលក្តីក្តាំទី2មានទួលទទឹងផ្ទះបាទមានទួលទទឹងផ្ទះបាទទទឹងទួលទទឹងមិនមែនទួលដែលនៅក្រៅផ្ទះទេទួលដែលមានទទឹងទួលនៅទទឹងហើយនៅក្នុងផ្ទះដូចជានៅផ្ទះបាយអីជាដើមបាទនៅផ្ទះបាយជាច្រើនយើងធ្វើទូធ្វើអីនៅក្រោមខាងក្រោមផ្ទាល់ដីហ្នឹងយើងចាក់ស៊ីម៉ង់ចាក់អីចឹងមកបាទវាកើតទៅជាទួលទៅតឹងផ្ទះបាទទួលទៅតឹងផ្ទះនេះវាប្រឈមនឹងបំណុលក្តីក្តាំទី3បាតនៃបន្ទប់ទឹកជួនកាលបន្ទប់ទឹកនៅក្នុងផ្ទះហើយប៉ុន្តែអាបាតនៃបន្ទប់ទឹកហ្នឹងបាទវាខ្ពស់ជាងបាតផ្ទះនេះជាមូលហេតុមួយដែរដែលយើងសាងសង់ខុសត្រូវប្រឈមនឹងបំណុលក្តីក្តាំទី4បន្ទប់ទឹកមានទំនប់ដើម្បីកុំឲ្យវាទឹកអូរចេញពីខាងពីបន្ទប់ទឹកហូរចេញមកខាងក្រៅយើងក៏ធ្វើទំនប់បាទធ្វើទំនប់ដើម្បីទប់ទឹកកុំឲ្យហូរចេញបាទអាទំនប់នៅនឹងក្រោមទ្វារទប់ទឹកហ្នឹងបាទវាក៏ជាមូលហេតុធំមួយដែរបណ្ដាលឲ្យប្រឈមនឹងបំណុលក្តីក្តាំបាទទី5បាតផ្ទះវាអត់ស្បើអាបាតនៃទទឹងផ្ទះយ៉ាងកាលបាទវាមានបាទបន្ទប់ហ្នឹងតែមានទួលបាទអាទទឹងផ្ទះហ្នឹងវាអត់ស្បើគ្នាការពិតបើបដោយផ្ទះទៀបទៅល្អប៉ុន្តែបើទទឹងផ្ទះអញ្ចឹងអត់ស្មើគ្នាបាទជារឿងបាទប្រឈមនឹងបំណុលក្តីក្តាំបាទមួយទៀតបាទសញ្ចាបនៅក្នុងផ្ទះណាបាទសញ្ចាបដើម្បីឲ្យស្រួលងាយរស់នៅយើងធ្វើសញ្ចាបបាទ3ម៉ែត្រ4ម៉ែត្រ5ម៉ែត្រ6ម៉ែត្រនៅខាងមុខផ្ទះអញ្ចឹងទៅបាទនោះក៏ជារឿងប្រឈមនឹងបំណុលក្តីក្តាំខ្លាំងណាស់ដែរបាទអរគុណបងប្អូនកូនចៅទាំងអស់បាទដែលបានទស្សនាវីដេអូលោកគ្រូ